រឿងខ្លីសំឡេងអនាមិកសំឡេងអំបោះលន់លឺច្រោកនៅជាន់ខាងលើអ្នកបោះហាក់មិនខ្វល់អំពីសំឡេងមួយដែលកំពុងតែបញ្ចេញសាច់ដុំមិនដាច់តាមរយៈសំឡេងលាន់ថាខោមកប្រណាំងប្រជែងនឹងស្នូអំបោះខ្លួនឡើយខ្ញុំស្ថិតនៅក្នុងស្ថានភាពយ៉ាងដុនដាបទឹកមុខរបស់ខ្ញុំពេលនេះក្រៀមផ្អែសក្រៀមដូចថ្មបាយក្រៀមដែលដេកននៀលឲ្យជន់ទាំងឡាយដោយជាន់ហាក់ដូចត្រូវបណ្ដាសាឡើងមកដល់ជន់លើបំផុតដង្ហើមខ្ញុំក៏ដង្ហក់ញាប់បំផុតដែរបេះដូងខ្ញុំលោតញាប់ដូចគេច្របាច់តងសួតខ្ញុំខំប្រឹងបំពងខ្លួនហើយបញ្ជាឲ្យមាត់ស្រូបយកខ្យល់មួយសពតសពបញ្ចូលដើម្បីឲ្យអវយៈទាំងឡាយដំណើរការស្រួលបួលវិញសម្លឹងជុំវិញខ្លួនបានមួយជុំកន្លះស្រាប់តែអារម្មណ៍ខ្ញុំហាក់ទទេស្អាតគឺទទេតែម្ដងភាពទទេនេះហាក់បីដូចជាវិញ្ញាណខ្ញុំបានដកចេញពីខ្លួនប្រាណហើយកំពុងតែត្រូវបំពេញដោយអ្វីមួយផ្សេងទៀតនោះគឺភាពស្ងប់ស្ងាត់គឺស្ងាត់យកតែមែនទេមួយដង្ហើមពីរដង្ហើមបីដង្ហើមនៅតែស្ងាត់ខ្ញុំថ្មិចភ្នែកមួយហើយបើកមុខវិញស្រាប់តែនៅជុំវិញខ្លួនខ្ញុំមិនដឹងបាត់អស់មនុស្សម្នាទៅណាគេទៅណាអស់ហើយខ្ញុំខំផ្ទៀងស្ដាប់សូរសំឡេងក្រែងឮមាត់មនុស្សជជែកគ្នានៅជ្រុងម្ខាងនៃប្រាសាទបណ្ណុននេះតែឥតមានសំឡេងមនុស្សណាបន្លឺឡើយសំបីតែអើកងឡើងស្ងាត់ឥតអាណិតមុននេះអំបាលមិញខ្ញុំឃើញថាមានជនប្រុសស្រីភ្ញៀវបរទេសព្រះសង្ឃនិងចាស់ក្មេងឈរត្រៀបត្រានៅបរិវេណប្រាសាទទាំង5នេះតែពេលនេះស្ងាត់ដោយខ្ញុំឆ្លងភពមិនដឹងថាវត្តមានជនទាំងឡាយបាត់ទៅណាយល់តែប្រាសាទសិលាចំណាស់ទាំង5ដែលកំពុងតែឈរយ៉ាងរឹងមាំនៅលើកំពូលភ្នំនៅជុំវិញតួប្រាង្គប្រាសាទនីមួយមានបំណែកចាស់នៃថ្មបាយក្រៀមដាច់ធ្លាក់រណោករណែលថ្មខ្លះខំប្រឹងតង់អបផ្ទៃខាងលើដោយកាយវិការហាក់ដូចជាខ្លាចជ្រុះរបេះដៃធ្លាក់មកខ្លះទៀតបានជំនួយពីដែកស៊ីម៉ង់ទប់អាត្មាបានមួយគ្រារីខ្លះទៀតនៅរក្សារូបរាងកាយបានហាប់ណែនល្អល្អះនៅឡើយខ្ញុំភ្លឹកនឹងវត្ថុមានវិញ្ញាណទាំងនេះខ្ញុំឈរសម្លឹងប្រាង្គប្រាសាទទាំងអំបាលមានដោយអារម្មណ៍ផុងជ្រៅគឺជ្រៅស្ទើរតែខ្លួនខ្ញុំទាំងមូលលឹបចូលទៅក្នុងពោះនៃប្រាសាទថ្មទាំងនោះសំឡេងសត្វយំឆ្លើយឆ្លងហាក់កំពុងត្អូញត្អែប្រាប់គ្នាថាព្រះអរុណចិត្តលិចនឹងចាក់ចែងចូលពួកគេទៀតហើយក្រៅពីសំឡេងសត្វខ្ញុំឮតែសំឡេងដង្ហើមខ្ញុំដកយ៉ាងវែងសំឡេងនេះហាក់បីដូចជាគិតឆ្ងាយសែនឆ្ងាយដូចភ្នែកខ្ញុំកំពុងបាញ់តម្រង់ទៅកាន់ទេសភាពទាំងឡាយនៅខាងមុខភ្នំជាច្រើនបានដុះយ៉ាងឥតរបៀបរុក្ខជាតិដែលទើបតែពេញវ័យទាំងឡាយហាក់សប្បាយក្នុងចិត្តក្រៃលែងក្នុងតរណវ័យរបស់ខ្លួនសភាពព្រៃឈើបៃតងខ្ចីដែលជាចំណីនៃកវីនិពន្ធទាំងឡាយសម្រាប់បង្កើតនៅរូបារម្មណ៍សរសេរអត្ថបទទាំងឡាយគ្រានេះខ្ញុំស្រាប់តែព្រឺសម្បុរខ្ញាក់មនោគតិមួយមិនដឹងមកពីទិសខាងណាបានបលសម្រុកចូលដល់ជំរៅចិត្តខ្ញុំនិងដាស់សតិខ្ញុំឲ្យភ្ញាក់ព្រឹកដូចខ្មោចដឹងខ្លួន7ថ្ងៃរំពេចនោះមានបាក់សីមនសិកាមួយបានបក់មកប៉ះសម្ផស្សកាយខ្ញុំយ៉ាងត្រជាក់ស្រេបហើយបន្លឺនៅសំឡេងដល់សង្គមមួយឃ្លាថាទ្របនៅពេញដៃឆ្នៃឲ្យបានកុំបូជាប្រាណជូន$គេកោះឪពុកចូលរក្សាកុំព្រោះអាត្មាលក់ជាតិឯង